Hello hello សួស្តីសួស្តីអ្នកនរគ្នាថ្ងៃហ្នឹងគឺអត់ដឹងនិយាយពីប្រធានបទអីទេហើយក៏សូមសប្តាហ៍ម្ដងទៀតព្រោះសារយើងខានជួបគ្នាយូរដែរតើលើប្រធានបទថ្ងៃនេះគឺចង់និយាយអំពីអ្នករៀនជាមួយនឹង website ហើយខ្ញុំជឿថាប្រហែលជាមានអ្នកខ្លះគាត់ដឹងហើយក៏មានសិស្សយើងមួយចំនួនទៀតក៏អត់ទាន់ដឹងហើយក៏មិនទាន់ដឹងថាយើងដែលជាអ្នកចង់ design ជាមួយ program ឬក៏ផ្សេងទៀតអញ្ចឹងថ្ងៃនេះគឺយើងនឹងមកពិភាក្សាគ្នាបន្តិចហើយក៏ជាផ្លូវមួយឬក៏ជាកន្លឹះមួយដែរសម្រាប់ដល់បងប្អូនដែលគាត់មិនទាន់ដឹងឬក៏ចង់ឬក៏មានបំណងនៅក្នុងការរៀនជាមួយនឹង programming ហើយ programming គេបែងចែកជាប្រមាណក៏ខ្ញុំនឹងលើកយកមកខ្លះហើយក៏ជាព័ត៌មានខ្លះនឹងវាស្ថិតនៅតាមបទពិសោធន៍ហើយនឹងតាមអ្វីដែលយើងសិក្សាស្រាវជ្រាវពីមុនមកនិងអ្វីដែលយើងមើលឃើញប្រចាំថ្ងៃនេះឯងហើយវាជារឿងមួយដែលសោកស្ដាយដែរព្រោះដោយសារតែពេលនេះគឺ programming របស់យើងគឺវាងាយស្រួលមែនទែនហេតុអីបើងាយស្រួលហើយបានចំថាសោកស្ដាយត្រង់ថាពេលដែលយើងដឹងរឿងតិចតួចពាក់ព័ន្ធជាមួយនឹង programming យើងប្រើ AI ឲ្យជួយអញ្ចឹងទៅប្រើ AI ឲ្យជួយយើងបាត់បង់ជាមួយនឹងសមត្ថភាពផ្ទាល់ខ្លួនរបស់យើងដោយយើងគិតថាអាចឲ្យ AI ជួយយើងនៅក្នុងការបង្កើតអ្វីមួយឧទាហរណ៍ដូចជា program design តូចតាចដូចជា HTML CSS ឬក៏ JavaScript ឬក៏ jQuery ជាដើមយើងបាត់បង់នៅជាមួយនឹងមូលដ្ឋានគ្រឹះមួយចំនួនដែលបងប្អូនអត់បានចាប់អារម្មណ៍ហើយក៏គិតថាមាន AI ទៅគឺស្រួលអានេះវាជាផ្លូវមួយដែលជួយដល់អ្នកដែលគាត់មានចំណេះដឹងជ្រៅជ្រះឬក៏អ្នកដែលគាត់ដឹងថា AI ហ្នឹងគឺជួយអីបានហើយ programming ហ្នឹងគឺជាផ្លូវមួយដែលល្អសម្រាប់ឲ្យអ្នកអភិវឌ្ឍកម្មវិធីឬក៏ធ្វើការអភិវឌ្ឍទៅលើផ្នែកសំខាន់ផ្សេងទៀតខ្ញុំនិយាយបែបនេះគឺមិនមែនប្រាប់ថា AI ហ្នឹងគឺវាអត់មានជាមួយនឹងចំណុចល្អទេវាមានប៉ុន្តែគាត់ថាយើងដែលជាអ្នកដំបងនេះគឺយើងប្រើប្រាស់ជាមួយ AI គឺគ្រាន់តែសួរជាមួយនឹងផ្នែកមួយចំនួនបានដើម្បីពង្រឹងសមត្ថភាពសួរនៅកន្លឹះផ្នែកខ្លះពាក់ព័ន្ធជាមួយនឹង programming អញ្ចឹង AI បើធៀបជាមួយនឹង programming គឺវាល្អមែនទែនព្រោះសារតែជំនាញរបស់គាត់គឺ program នឹងឯងអញ្ចឹងវាថាគាត់រៀនពីយើងគាត់សិក្សាពីយើងហើយគាត់បំលែងទៅជាអ្វីទៅជាដំណោះស្រាយផ្សេងដើម្បីជួយយើងនៅក្នុងការអភិវឌ្ឍ website នេះអឺចំពោះអ្នកដែលគាត់ប្រើប្រាស់ជាមួយ AI ឥឡូវយើងសូមបកមកក្រោយវិញហើយសូមទៅចូលជាមួយនឹងមូលដ្ឋានគ្រឹះជាមួយនឹង programming តិចតួចអញ្ចឹងបងប្អូនឬក៏សិស្សដែលយើងបានមានចំណាប់អារម្មណ៍ជាមួយនឹង program ខ្ញុំសូមលើកយកប្រវត្តិត្រួសបន្តិចចុះពាក់ព័ន្ធជាមួយនឹង programming ហ្នឹងអញ្ចឹង programming ដែលគេសរសេរឡើងពីចំនួនដំបូងបានតែគេបង្កើតជាមួយនឹង program ហ្នឹងគឺមានភាសារបស់គេបាទ program ក៏មានភាសាដែរណាបាទមិនមែនមានភាសាមនុស្សជាងទេ program ក៏គេមានភាសារបស់គេដែរអញ្ចឹងភាសាដែលគេអភិវឌ្ឍដំបូងនោះគឺគេហៅថាភាសា A បាទភាសា A ភាសា B បន្តមកទៀតគឺភាសា C ភាសា C program ហ្នឹងជាភាសា A ភាសា B នេះគឺជាប្រភេទភាសាដែលគេសរសេរនៅលើកុំព្យូទ័រជាទូទៅគឺយើងធ្លាប់មើលរឿងវិទ្យាសាស្ត្រដូចជាឆ្នាំ1990ឬក៏ឆ្នាំ1990ត្រឹម2000ចុះក្រោមយើងឃើញកុំព្យូទ័រមួយចំនួនគឺអត់ទាន់មាន interface ឬក៏ GUI បាទដែលយើងមើលឃើញហ្នឹងគេហៅថា user graphical interface ហ្នឹងគឺវាមិនទាន់មានឲ្យយើងបញ្ជាបានទេមានន័យថាការ copy ឯកសារឬក៏ការចម្លងឯកសារមួយគឺគេហៅថា command code ឬ command prompt នឹងឯងបាទអញ្ចឹងវាថាឧទាហរណ៍បើសិនខ្ញុំមាន folder ចំនួន5ខ្ញុំត្រូវការសរសេរឧទាហរណ៍ cd/folder 1 2 3 4 5អញ្ចឹងទៅយើងទៅរក file របស់យើងឧទាហរណ៍ file របស់យើងឈ្មោះ computer 2026អញ្ចឹងមក .exe ឬក៏ អីផ្សេងកុំព្យូទ័រប្រភេទហ្នឹងគឺមានថាពិបាកប្រើហេតុអីបានថាពិបាកព្រោះសារតើដែលយើងចាំកញ្ចប់ file តើដែលយើងអង្គុយចាំថា folder យើងនៅបង្កើតនៅត្រង់កន្លែងមួយណាគឺយើងប្រកាសជាពិបាកក្នុងការចងចាំវាមិនទាន់មាន graphical មានថាមិនទាន់មាន user interface ឲ្យយើងយក mouse ទៅ click ទេអញ្ចឹងពីមុនគឺការប្រើប្រាស់វាពិបាកហើយបន្តមកទៀតគឺដល់ពេលដែលគេអភិវឌ្ឍជាមួយនឹង program ហ្នឹងគឺគេប្រើប្រាស់ភាសាហើយដល់ទៅពេលយើងទៅដល់ឆ្នាំ1980ចន្លោះពី80 84 85ហ្នឹងគឺយើងចាប់ផ្ដើមមានជាមួយនឹង graphical user interface បាទដែលយើងមាន mouse ដែលយើងមានជាមួយនឹង folder យើងមានធុងសម្រាមមានអីសម្រាប់លុបអញ្ចឹងទៅអញ្ចឹងគេប្រើប្រាស់ជាមួយនឹងភាសា C ភាសា C បន្តមកទៀតគឺមាន C Sharp C++ អីអញ្ចឹងទៅហើយបន្តមកទៀតគឺគេប្រើប្រាស់ជាមូលដ្ឋានគឺភាសា C++ អញ្ចឹងភាសា C++ នេះគឺជាភាសា programming មួយដែលជាគេហៅថា full stack program ដែលក្នុងនោះគឺយើងអាច generate ឬក៏អាចសំទោសគឺយើងអាចអភិវឌ្ឍទៅលើ interface មានដូចជា Casio មានដូចជា
cái job folder មានជារូបភាពផ្សេងៗគឺគេ design ចេញពីភាសា C ហ្នឹងឯងភាសា C++ ហ្នឹងឯងហើយក៏មានជាមួយនឹង JavaScript ដើម្បីសំដៅគឺមានជាមួយនឹងភាសា Java ដើម្បីបង្កើតជាមួយនឹង app ឬក៏ animation អីផ្សេងៗហ្នឹងគឺគេប្រើប្រាស់ភាសាហ្នឹងមកទល់ឥឡូវនេះក៏នៅពេលណាដែលយើងរៀនជាមួយនឹង programming អញ្ចឹងបងប្អូនជា report ទេគឺយើងត្រូវការរៀនជាមួយនឹងភាសា C++ ហ្នឹងជាចាំបាច់បើមិនសិនជាអត់រៀន C++ ហ្នឹងទេគឺយើងអត់មានមូលដ្ឋាននៅក្នុងការប្រើប្រាស់ជាមួយនឹងភាសាកូដទេព្រោះថាជាទូទៅភាសា programming វាមានភាសាច្រើនហើយប៉ុន្តែនៅក្នុងថា concept ឬក៏ step ដែលយើងត្រូវដើរហ្នឹងគឺតែមួយទេគ្រាន់តែថារបៀបនៅក្នុងការសរសេរ function ឬក៏ syntax ដែលគេសរសេរហ្នឹងគឺខុសគ្នាតែខុសគ្នាទៅ syntax ទេប៉ុន្តែនៅក្នុងគ្រោងឬក៏គេហៅថា pattern របស់ភាសាហ្នឹងគឺវាដើរដូចគ្នាវាមាន flash វាមាន input មាន insert មានជាមួយនឹង folder មាន file វាទូទៅធម្មតាអញ្ចឹងនេះគឺជាមួយចំនួនពាក់ព័ន្ធជាមួយនឹង programming ហើយឬគល់នៅក្នុងការអភិវឌ្ឍនៅក្នុង programming នេះគឺយើងត្រូវដឹងហើយលោកគ្រូចង់ប្រាប់ឬក៏ខ្ញុំនេះចង់ប្រាប់ទៅបងប្អូនឲ្យដឹងផងដែរឬគល់ឬក៏ឆ្អឹងខ្នងដែលទ្រទ្រង់ជាមួយនឹង programming ឬក៏បច្ចេកវិទ្យាទាំងអស់ហ្នឹងគឺមិនមែនដើរនៅក្នុងវិស័យ civil របស់យើងទេមានថាការអភិវឌ្ឍទៅលើ technology ឬបច្ចេកវិទ្យា internet ឬក៏ programming ទាំងអស់ហ្នឹងគឺគេអភិវឌ្ឍទៅដើម្បីគ្រប់គ្រងឬក៏ទទួលបន្ទុកទៅលើផ្នែកយោធាបាទអញ្ចឹងបើសិនជាយើងគិតថារាល់ថ្ងៃនេះគឺមាន AI ល្អប៉ុណ្ណឹងបាទមាន AI មានជាមួយនឹង tool សម្បូរបែបមានកុំព្យូទ័រដែលមានល្បឿនលឿនបាទមានទូរស័ព្ទដៃតូចមួយអាចធ្វើរឿងបានជាច្រើនមាន tablet ដែលមានកម្លាំងខ្លាំងមានជាមួយនឹងកុំព្យូទ័រដែលអាច render បានល្អមិនក្តៅមិនមានបញ្ហាក៏សូមបញ្ជាក់ជូនថារបស់នេះគឺនៅក្នុងវិស័យ civil ណាអញ្ចឹងបើសិនជាពួកពលសាគិតមើលថានៅក្នុងវិស័យ civil គឺយើងអាចមានបច្ចេកវិទ្យាទំនើបបែបហ្នឹងគឺចុះបើសិនជាបច្ចេកវិទ្យារបស់យោធាតើវានឹងទំនើបប៉ុណ្ណាបាទអញ្ចឹងយើងអាចសម័យទីទៅខ្ញុំក៏អាចបញ្ជាក់ផងដែរថាបច្ចេកវិទ្យាដែលយើងមើលឃើញថ្ងៃនេះដែលអាចប្រើប្រាស់បានថ្ងៃនេះអញ្ចឹងខាងយោធាគេប្រើប្រាស់តាំងពី10ឬក៏20ឆ្នាំមុនមកម្លេះណាសម្រាប់បច្ចេកវិទ្យា AI ឬអីហ្នឹងគឺគេប្រើប្រាស់យូរហើយគាត់ថាបើបកមកវិស័យ civil គឺយើងអាចប្រើប្រាស់បានដោយរាល់ថ្ងៃនេះមានដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលភ្ជាប់ជាមួយនឹងទូរស័ព្ទឆ្លាតវៃកុំព្យូទ័រ smart home IoT ឬក៏ភ្ជាប់ជាមួយនឹងរថយន្តទំនើបបាទមាន infra មាន radar មានច្រើនហ្នឹងគឺជាបច្ចេកវិទ្យាដែលជាផ្នែកទូចមួយចេញមកពីយោធាអាហ្នឹងគឺយើងដឹងហើយក៏យើងត្រូវដឹងថាតើបច្ចេកវិទ្យាអស់ហ្នឹងគឺគេដើរមកពីខាងណាអូខេអញ្ចឹងយើងដឹងហើយពីប្រវត្តិនៅក្នុងការ design ជាមួយនឹង program ពីប្រវត្តិនៅក្នុងការបំរែបំរួលនៅបច្ចេកវិទ្យាហើយក៏ជាឫសគល់ផ្សេងទៀតហើយក៏មានក្រុមហ៊ុនធំៗជាច្រើនទៀតដែលយើងបានស្គាល់ដូចជាក្រុមហ៊ុនផលិតអាវុធដូចជារបស់អាមេរិករបស់ចិនឬក៏ជប៉ុនជាដើម Mitsubishi បាទមានដូចជា Lockheed Martin Raytheon មាន Mitsubishi មានជាមួយនឹងក្រុមហ៊ុនរបស់អាបារាំងអីច្រើនទៀតមានថាគឺគេដើរទៅយូរហើយគឺជាបច្ចេកវិទ្យារបស់យោធាហើយទៅពេលយើងប្រើជាមួយនឹងបច្ចេកវិទ្យារបស់ civil គឺវាបានចេញជារូបរាងផ្សេងឧទាហរណ៍YouTube ឬក៏ផ្សេងទៀតគេប្រើប្រាស់ជាមួយនឹង voice controller គេប្រើសម្រាប់ធ្វើអី voice controller គេប្រើសម្រាប់ជួយនៅក្នុងការសម្រួលការងារផ្សេងឧទាហរណ៍ដូចជា smart home ដូចជា IoT ដែលមានបច្ចេកវិទ្យា smart city ជាដើមគេប្រើ voice ដើម្បី control ផ្សេងប៉ុន្តែខាងខ្មែរយើងអាចប្រើ voice control ដែរបាទ voice control បាទគឺទៅខាងណា voice control គឺចូលទៅ YouTube បាទសុំបាទស្រណោះដីខ្មែរ please សុតទុក air អានេះគឺជារឿងដែលយើងមើលឃើញបាទអញ្ចឹងបច្ចេកវិទ្យារបស់យើងគឺយើងប្រើបានទំនើបល្អប៉ុន្តែគាត់ថាយើងយកទៅប្រើប្រាស់ជាមួយនឹងបែបកំសាន្តវិញវាអត់ខុសទេគាត់ថាយើងបែបរៀងសាបជាងគេបន្តិចយើងអត់បានសិក្សាស៊ីជម្រៅឬក៏អត់បានប្រើវាឲ្យទៅប្រភេទដែលវាអស់លទ្ធភាពវាហើយប្រភេទដែលទទួលបានជាមួយនឹងរបស់ដែលល្អចេញពី smart បច្ចេកវិទ្យារបស់គេអស់ហ្នឹងតោះឥឡូវវែងឆ្ងាយទីហើយឥឡូវយើងបកទៅក្រោយវិញពាក់ព័ន្ធជាមួយនឹងបងប្អូនដែលចង់សិក្សាអំពី programming មានបងប្អូនម្នាក់គាត់ comment សួរនៅក្នុងcomment មួយនៅក្នុង live chat បាទ live chat គឺនៅក្នុងម៉ោងសិក្សាគន្លងជីវៈគាត់សួរល្អមែនតើហើយដោយសារតែពេលហ្នឹងគឺយើងរៀនជាមួយនឹង UX UI បាទអញ្ចឹងគាត់សួរភាសាមួយដែលសួរថាតើបើសិនជាយើងចង់សិក្សាជាមួយនឹង web design
យើងមិនចង់រៀន HTML តើបានដែរឬទេបាទភាសានេះគឺសម្រាប់អ្នកដែលគាត់ចេះហើយគាត់ប្រកាសថាអូសួរនេះប្រហែលជាអត់ដឹងអីសោះតែម្ដងប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចង់ឲ្យគាត់សួរដោយសារអីសួរដោយមិនដឹងវាជាជាងដឹងហើយយើងទៅសួរចង់ផ្ចាញ់អានឹងវាជាវិធីសាស្ត្រមួយនៅក្នុងគេចង់ដឹងតេស្តថាយើងចេះដែរឬអត់តែបើសួរបែបហ្នឹងគឺយើងអាចកំណត់សំណួរគាត់បានថាគាត់សួរបែបគាត់មិនទាន់ច្បាស់ហើយក៏គាត់ចង់ដឹងថាតើក្រៅពីភាសា HTML ហ្នឹងគឺគាត់អាចប្រើប្រាស់អីផ្សេងទៀតដើម្បីទៅសិក្សាជាមួយនឹង website អញ្ចឹងឲ្យយើងដឹងថាតើ website ហ្នឹងគឺជាអីយើងត្រូវតែយល់អំពី website យល់អំពីដំណើរការវាសិនអញ្ចឹង website គឺជាបណ្ដុំជាមួយ web page ជាច្រើនដែលយើងមើលឃើញដូចជា website ផ្សេងៗដូចជា AliExpress Alibaba Facebook YouTube ក៏ជា website ដែរបើគាត់ថានៅពេលដែលយើងរុញ platform ពី website ហ្នឹងទៅជាទៅប្រើនៅក្នុង computer បាទ device computer វិញវានឹងបំលែងខ្លួនដូចជា website វិញអញ្ចឹងបើយើងបើកនៅក្នុង computer គឺយើងនឹងឃើញជាមួយនឹងទម្រង់ website ដូចជា www.facebook.youtube អីជាដើមទៅតែបើសិនជានៅក្នុង app application ហ្នឹងគឺវានឹងទៅជា app បាទអញ្ចឹងទៅ app គឺយើងអាចបើកបាននៅក្នុងទូរស័ព្ទដៃ computer ឬក៏នៅក្នុង tablet ជាដើមអញ្ចឹងបទក្រោយវិញពាក់ព័ន្ធជាមួយនឹងសំណួរមួយដែលបងអូនសួរថាតើបើសិនជាយើងសិក្សាជាមួយនឹង web design យើងអត់រៀនជាមួយ HTML បានដែរឬទេជាមូលដ្ឋានបើសិនជាមានភាសាណាផ្សេងទៀតដែលអាចសិក្សាបានខ្ញុំមិនសង្កត់ធ្ងន់ថា website ទៅរៀនជាមួយ HTML ទេព្រោះដល់ទៅពេលដំណាក់កាលដែលយើង design website មែនតើគឺយើងគ្រាន់តែប្រើជាមួយនឹងគ្រោងទូទៅធម្មតាទេយើងមាន class ដើម្បី build ជាមួយ website អញ្ចឹងបែបនេះគឺយើងអាចប្រើប្រាស់ជាមួយនឹងភាសាច្រើនដូចជា Python ដូចជាជាដើមគឺយើងមានលទ្ធភាពនៅក្នុងការ request ឬក៏ទាញយក framework API ដើម្បីយកមកប្រើប្រាស់ប៉ុន្តែជាមូលដ្ឋាននៅក្នុងការសិក្សាបាទអញ្ចឹងពី1ថ្នាក់ទី1ទី2ទី3ទី4ទី5យើងត្រូវតែរៀន HTML ជាចាំបាច់ដោយសារអីដោយសារ HTML គឺជាគ្រោងនៅក្នុងការ design website អញ្ចឹង HTML មានមកពីពាក្យថា Hypertext Markup Language អញ្ចឹងភាសាសម្រាប់ធ្វើការ design ទៅលើគ្រោងរបស់ website ហើយបើសិនជាយើងចង់រចនាទៅលើ website ដែលពេញលេញឬក៏ជា website ដែល design បែបឲ្យបងប្អូនអាចដឹងថាតើ website នេះបដើដោយរបៀបណាបងប្អូនអាចសិក្សាជាមួយនឹងភាសា HTML ភាសា CSS ឬក៏ JavaScript បន្តទៀតដើម្បីឲ្យ website របស់យើងមានភាព dynamic នៅក្នុង web page បែប design អញ្ចឹងបកទៅក្រោយវិញហើយក៏ចង់បញ្ជាក់ជូនបងប្អូនផងដែរថាយើងដែលរៀនសិក្សាជាមូលដ្ឋាននេះគឺយើងត្រូវការរៀន HTML ជាចាំបាច់ដើម្បីឲ្យយើងដឹងដូចជាផ្ទះយើងមួយអញ្ចឹងបើសិនជាយើងអត់មានគ្រោងទេយើងពិបាកនៅក្នុងការសាងសង់បន្តបើសិនជាយើងអត់មានសសរយើងអត់មានមេជាងយើងអត់មានច្បូលទេយើងពិបាកនៅក្នុងការ make up ឬក៏ធ្វើឲ្យផ្ទះរបស់យើងវាស្អាតជាងមុនហើយយើងអាចកែច្នៃទៅតាមប្លង់ដែលយើងរៀបចំអញ្ចឹងមានថាបើសិនជាបន្តិចទៀតបងអូនមានសមត្ថភាពនៅក្នុងការប្រើប្រាស់ជាមួយនឹង framework ល្អដូចជាយើងប្រើជាមួយនឹង Laravel ហ្នឹងគឺនៅតែមានជាមួយនឹងcode HTML ចូលរួមជាមួយទេវាគាត់ថាយើងប្រើប្រាស់តិចជាងមុនហើយយើងប្រើប្រាស់ framework ជួយវិញហើយបើសិនជាយើងអភិវឌ្ឍជាមួយនឹង Python យើងអាចប្រើជាមួយនឹង class ដើម្បីទាញ API មកពី framework ផ្សេងជួយយើងនៅក្នុងការ build website អានេះគឺជាអ្វីដែលយើងអាចដឹងហើយនឹងយើងអាចសិក្សាបន្តទៀតបាទបច្ចេកវិទ្យាគឺវាវិវត្តទៅពីមួយដំណាក់កាលទៅដំណាក់កាលបន្តទៀតវាដើរលឿនជាងយើងហើយយើងដែលជាអ្នកសិក្សានេះត្រូវតែដឹងហើយត្រូវតែស្វែងយល់អំពីទីផ្សារការងារនេះខ្ញុំនិយាយចំពោះអ្នកដែលគាត់មានបំណងចង់រៀនហើយទី2គឺសម្រាប់អ្នកដែលគាត់រៀនចប់ទី12នៅពេលបន្តិចទៀតបងអូនប្រឡងចប់បងអូនប្រកាសជាជ្រើសរើសជាមួយនឹងមុខជំនាញផ្សេងមុខជំនាញណាក៏បានដែរអត់បញ្ហាអីទេប៉ុន្តែយើងឆ្លាញ់អីក៏ដោយមើលទីផ្សារការងារផងបាទប្រយ័ត្នរៀនហើយអត់ដឹងយើងធ្វើអីពីច្រើនអ្នកដែលមកពីតាមខេត្តឆ្ងាយគាត់មានសមត្ថភាពគាត់អាចប្រើប្រាស់ជាមួយនឹងមុខវិជ្ជារបស់គាត់ដើម្បីបង្កើតជាមួយនឹងប្រាក់ចំណូលឬក៏អាចបង្រៀនគួរក្រៅម៉ោងជាទូទៅយើងដឹងស្រាប់ហើយក៏ជាពូរិសាតែរីតនីរបស់យើងគឺសិស្សច្រើនមានសិស្សច្រើនអញ្ចឹងគាត់អាចបង្កើតឬក៏គាត់អាចមានជំនាញផ្សេងដូចជារូបវិទ្យាគណិតវិទ្យាជាដើមគឺជាមុខជាមួយដែលកើបលុយច្រើនជាងគេផុតនៅរាជធានីភ្នំពេញបាទមិនចំពោះមុខវិជ្ជាផ្សេងទេគឺគណិតរូបគីមីខ្មែរអីនេះបាទគឺជាមុខវិជ្ជាមួយដែលសិស្សឬគ្រូរៀនមិនមែនឬគ្រូទៅរើសសិស្សទេអញ្ចឹងមានថាឲ្យតែមានសមត្ថភាពគឺគាត់អាចបង្កើតជាមួយនឹងប្រាក់ចំណូលឬក៏អាចជួយគ្នាយើងបានប៉ុន្តែសួរថាតើមុខវិជ្ជាទាំងអស់ហ្នឹងគឺជាមុខវិជ្ជាដែល
ចាំបាច់ទេយើងជាទូទៅគឺវាជាមុខវិជ្ជាមួយដែលយើងសិក្សាជាមូលដ្ឋានវាថាជាចំណេះដឹងទូទៅយើងត្រូវការប្រើប្រាស់ជាចាំបាច់ដើម្បីឆ្លងកាត់ជាមួយនឹងថ្នាក់ទី12ដើម្បីឆ្លងទៅវគ្គបន្តទៀតអញ្ចឹងមានថាពេលយើងចប់ទី12វាមិនទាន់ចប់នៅឡើយទេបាទវាត្រឹមតែជាចំណុចចាប់ផ្ដើមនៃជីវិតរបស់យើងដែលយើងមកសិក្សានៅមុខជំនាញរបស់យើងបន្តទៀតឧទាហរណ៍បើសិនបើយើងជំនាញជាមួយនឹងឯកទេសផ្សេងៗឧទាហរណ៍ថាបើសិនជាខ្ញុំស្រឡាញ់ជាមួយនឹងមុខវិជ្ជាដូចជាអក្សរសាស្ត្រខ្មែរមិនជាបញ្ហាទេតែគ្រាន់តែថាបើយើងរៀនអក្សរសាស្ត្រខ្មែរគឺយើងដឹងថាយើងត្រូវធ្វើអីហើយបើសិនជាយើងរៀនគណិតវិទ្យាយើងនឹងទៅណាហើយមួយទៀតគឺយើងត្រូវដឹងអំពីគោលនយោបាយផ្សេងៗដែលប្រទេសរបស់យើងត្រូវការឧទាហរណ៍ដូចជាការអភិវឌ្ឍទៅលើបច្ចេកវិទ្យាការអភិវឌ្ឍទៅលើធនធានមនុស្សដែលមានបច្ចេកវិទ្យាជំនួយអ្នកជំនាញខាង AI ទាំងអស់ហ្នឹងគឺយើងដឹងថាយើងត្រូវការរៀនអីមិនមែនគ្រូជាគ្រូ IT ហើយទៅជំរុញឲ្យគ្នាយើងរៀន IT ទេព្រោះថា IT អាចរៀនច្រើនអញ្ចឹងប៉ុន្តែមិនប្រកាសថាមុខវិជ្ជា IT នឹងស្រឡាញ់យើងទេនេះគឺជាអ្វីដែលយើងត្រូវដឹងមានថាពេលដែលយើងចូលរៀនដំបូងឆ្នាំទី1ទី2គឺមានគ្នាច្រើនបាទអញ្ចឹងដល់ឆ្នាំទីសំទុះគឺដល់ឆ្នាំទី2គឺយើងជ្រុះអស់ជាងពាក់កណ្ដាលជំនឿថាសិស្ស IT គឺជ្រុះអស់ច្រើនណាស់ដោយសារតែអីដោយសារតែគាត់មកហ្នឹងគាត់ចង់មិនមែនគាត់ស្រឡាញ់ទេបើមិនជាគាត់ស្រឡាញ់គាត់ដឹងថាគាត់ត្រៀមខ្លួនសម្រាប់ធ្វើអីពីដំបូងគឺយើងលឺសូរថា IT ហ្នឹងយើងដឹងប្រកាសជាយើងសម័យដល់ការថតវីដេអូ blog បាទការកាត់តវីដេអូផ្សេងការប្រើប្រាស់ជាមួយ animation ឬក៏លឺសូរតែគេទៅសេ program សម្រាប់បង្កើតកម្មវិធីហ្នឹងអូសប្បាយចិត្តហើយប៉ុន្តែដល់ពេលយើងមករៀនមែនតើបាទដូចតកគូមើលកុនអញ្ចឹងបើសិនជាយើងអត់បានស្រឡាញ់វាទេមានថាយើងអត់បដោតព្រោះដោយសារអីពេលដែលយើងស្រឡាញ់ពី IT មានថាយើងទៅរៀនឡើងវិញជាមួយនឹងគណិតរូបគីមីពាក់ព័ន្ធជាមួយនឹងគណិត for computing English for computing មានថាវាត្រូវការជាមួយភាសាច្រើនដើម្បីឲ្យយើងអាច support ជាមួយនឹង IT នឹងហើយមួយទៀតគឺភាពវៃឆ្លាតនៅក្នុងការសរសេរ code ឬក៏ផ្នែកផ្សេងទៀតប៉ុន្តែ IT មិនមែនមានតែសរសេរ code មួយទេក៏មាន network មានជាមួយនឹង design មានផ្សេងទៀតដែរប៉ុន្តែដោយសារ design ភាគច្រើនគឺយើងអាចរៀននៅខាងក្រៅបានឧទាហរណ៍ដូចជាអី tool edit ជាមួយចំនួនដូចជា Photoshop ឬក៏ Premiere ឬក៏ DaVinci អីជាដើមហ្នឹងគឺយើងអាចរៀនពីខាងក្រៅបានទេសំខាន់គឺយើងចូលទៅយកសញ្ញាបត្រ IT ចេញពីសាកលវិទ្យាល័យណាមួយដែលយើងអាចយកមកបានហើយជំនាញខាងក្រៅហ្នឹងគឺយើងអាចរៀនបានអាហ្នឹងគឺអ្វីដែលយើងត្រូវដឹងអូខេអញ្ចឹងរៀងយូរដែរហើយបាទអញ្ចឹងនេះគឺជាសំណួរមួយពាក់ព័ន្ធជាមួយ HTML ដែលយើងបែកមេធៀងរហូតទៅដល់ AI ហើយក៏វាជារឿងមួយខ្លះដែលបងប្អូនត្រូវដឹងហើយបើសិនជាមានពេលខ្ញុំនឹងនិយាយរៀបរាប់ទៀតឬក៏តម្រង់ទិសគ្នាយើងដែលគាត់ចង់រៀនជាមួយនឹង ICT ឲ្យគាត់ដឹងថាគាត់ត្រូវត្រៀមអីខ្លះដើម្បីគាត់អាចមករៀនបានព្រោះបន្តិចទៀតគឺយើងនឹងមានខាងចំណូលថ្មីយើងមកច្រើនទៀតបាទជាមួយនឹងទី12ចិត្តប្រឡងហើយអញ្ចឹងប្រកាសជាមានបាទយើងខ្ទង់រាប់ម៉ឺននាក់ហើយខ្ញុំជឿថាយ៉ាងហោចណាស់ក៏មាន 5000 នាក់ដែរដែលគាត់ចូលរៀន IT អញ្ចឹងនេះគឺជាក្តីសង្ឃឹមមួយព្រោះថាយើងតម្រូវការ IT ច្រើនហើយក៏សូមជូនពរដល់បងប្អូនប្រឡងថ្ងៃខាងមុខឲ្យជោគជ័យទាំងអស់គ្នាបាទពេលនេះយើងសូមបញ្ចប់ទៅនឹងយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត